សូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងលើកយកប្រភេទមីបាទហើយមីរបស់យើងគឺមីហិលបាទអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើសូមពុកម៉ែបងប្អូនអរគ្នាជួយ Subscribe Channel របស់ខ្ញុំមួយដើម្បីនឹងទទួលបានវីដេអូថ្មីដែលទាក់ទងនឹងការធ្វើម្ហូបបាទអញ្ចឹងទាក់ទងនឹងគ្រឿងផ្សំរបស់យើងគឺយើងមានជាម្ទេសជាណាសឹកខ្ទឹមស្ពៃក្តោបផ្សិតម្ជុលហើយចំណែកឯសាច់របស់យើងមានពងទាកូនចំនួន2គ្រាប់ប្រហិតសាច់គោបាទប្រហិតនំប៉ាវបាទហើយចុងក្រោយគឺមីកូរៀនណូបាទជាមីហិលបាទដែលល្បីរបស់កូរ៉េបាទអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងមើលទៅរបៀបធ្វើទាំងអស់គ្នាបាទអញ្ចឹងយើងធ្វើការដាំទឹកបាទអញ្ចឹងសម្រាប់ទឹករបស់យើងគឺយើងដាក់ចំនួនពាក់កណ្ដាលដើម្បីឲ្យវាស្មើនឹងបរិមាណសាច់និងមីរបស់យើងបាទហើយយើងនឹងចាំឲ្យទឹកនេះពុះយើងធ្វើការដាក់គ្រឿងចូលតែម្ដងបាទឥឡូវទឹករបស់យើងបានធ្វើការពុះហើយអញ្ចឹងយើងចាប់ផ្ដើមដាក់ខ្ទឹមសបាទចំនួន3ខ្ទឹមបាទបន្ទាប់ពីយើងដាក់ហើយយើងចាប់ផ្ដើមដាក់គ្រឿងរបស់បាទមីហិលបាទវាចាក់វាចូលទៅទាំងអស់បាទចុះយើងឃើញទឹកវាឡើងក្រហមហើយបាទបន្ទាប់មកយើងដាក់អំបិលបាទមកកញ្ចប់ហ្នឹងបន្ទាប់មកយើងដាក់តទៀតបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានភ្លុកហើយវារៀងស្ទើរប្រៃខ្ញុំធ្វើការដាក់ទឹកត្រីជាមួយបន្តិចបាទតោះអញ្ចឹងយើងចាប់ផ្ដើមដាក់បន្លែរបស់យើងចូលបាទយើងដាក់ស្ពៃយើងដាក់សិតម្ជុលបាទបន្ទាប់មកយើងធ្វើការដាក់មីរបស់យើងបន្ទាប់យើងដាក់មីហើយយើងធ្វើការដាក់ប្រហិតតែយើងបានទិញមកបាទផាសាច់គោហើយនឹងពងទាកូនបាទតោះអញ្ចឹងយើងចាប់ផ្ដើមមើលទាំងអស់គ្នាបាទអញ្ចឹងមីរបស់យើងបានរីកហើយអញ្ចឹងសូមបញ្ជាក់ពុកម៉ែបងប្អូនអរគ្នាបើសិនជាពុកម៉ែបងប្អូនគ្នាចូលចិត្តហិលយើងអាចថែមម្ទេសបានបាទបន្តមកយើងធ្វើការរោយជីបាទដើម្បីឲ្យវាឈ្ងុយបាទហើយមានរសជាតិឆ្ងាញ់បាទហើយធ្វើការក្របវាចំនួន1នាទីបាទអញ្ចឹងមីរបស់យើងចាប់បានឆ្អិនហើយយើងនឹងធ្វើការស្រង់វាដាក់ចានបាទអញ្ចឹងដោយសារតែច្រើនពេកខ្ញុំធ្វើការដាក់ក្នុងឆ្នាំងតែម្ដងបាទនេះគឺជាចុងក្រោយនៃការធ្វើរបស់យើងបាទបច្ចេកទេសមែនតើបាទអញ្ចឹងមុខម្ហូបនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនគ្នានឹងជួយ Subscribe Channel របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីហើយក៏ដូចជាទទួលបាននៅវិធីសាស្ត្រធ្វើស្រួលហើយអស់លុយតិចផងដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបបាយអូផ្លេចបើសិនជាពុកម៉ែបងប្អូនគ្នាចង់រកមីដែលឆ្ងាញ់ហើយរសជាតិបែបស្តង់ដារមីហិលសូមបងប្អូនគ្នាអាចនឹងទិញមីកូរ៉េណូព្រីមៀមនេះបាទអាចយកទៅធ្វើបានព្រោះមីមានរសជាតិឆ្ងាញ់ហើយតម្លៃក៏ធូរថ្លៃដែរបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា